ភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅរាត្រីនេះគឺលោកម៉ោយសារ៉ាត់អតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍឆ្លើយតបទៅនឹងព្រឹត្តិកម្មរបស់មហាជនជុំវិញអនាគតរបស់ម៉ាដុកដែលជាកូនប្រុសចិញ្ចឹមច្បងរបស់លោកស្រី Angelina Jolie តារាភាពយន្ត Hollywood ដ៏ល្បីល្បាញលោកម៉ោយសារ៉ាត់បានឆ្លើយបដិសេធថាលោកមិនមែនជាឪពុកបង្កើតរបស់ម៉ាដុកនោះទេជាមួយគ្នាដែរលោកសារ៉ាត់ក៏បានបដិសេធមិនបានផ្ដល់បទសម្ភាសន៍ដល់កាសែតអង់គ្លេសឈ្មោះ The Sun ពីបញ្ហាប្តឹងទាមទារសំសិទ្ធគ្រប់គ្រងលើម៉ាដុកវិញនោះដែរសូមបញ្ជាក់ថាលោកម៉ោយសារ៉ាត់ក្រៅតែជាអតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍលោកក៏ជាប្រធានក្រុមប្រតិបត្តិរបស់គណៈបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យផងដែរខាងក្រោមនេះជាព្រឹត្តិកម្មរបស់លោកម៉ោយសារ៉ាត់ឆ្លើយតបទៅនឹងសំណួររបស់វ៉ាសំណងខ្ញុំសូមជម្រាបសួរបាទសូមជម្រាបសួរអូនបាទខ្ញុំសូមអរគុណលោកដែលបានយល់ព្រមភ្ជាប់ខ្សែទូរស័ព្ទដើម្បីផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ AFE នៅក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះលោកម៉ោយសារ៉ាត់ដូចដែលលោកនិងសាធារណជនមួយចំនួនជាពិសេសម្នាក់លេងបណ្ដាញសង្គម Facebook បានដឹងកំពុងតែប្រតិកម្មមួយចំនួនតាក់ទងទៅនឹងព័ត៌មានចុងក្រោយថាលោកបានចេញមុខមកអះអាងដោយផ្ដល់បទសម្ភាសន៍ទៅដល់សារព័ត៌មាន The Sun ដែលជាសារព័ត៌មានរបស់អង់គ្លេសអំពីភាពជាឪពុករបស់ម៉ាដុកដែលជាកូនចិញ្ចឹមរបស់លោកស្រី Angelina Jolie ដែលជាតារា Hollywood ដ៏ល្បីល្បាញនោះហើយបន្ទាប់ពីការចេញមកអះអាងថាជាឪពុកហើយលោកបានទាមទារក្នុងការប្តឹងផ្ដាល់ទាមទារប្រាក់$1000ហើយនឹងភាពជាសិទ្ធិនៅគ្រប់គ្រងទៅលើកូននេះផងដូច្នេះថាលោកមានប្រតិកម្មយ៉ាងណាចំពោះព័ត៌មានទាំងអស់នេះបាទខ្ញុំជាបឋមសូមអរគុណដែលវិទ្យុ RFA បានផ្ដល់ឱកាសខ្ញុំបានមកបំភ្លឺសាធារណជនតទៅនឹងបញ្ហាជាពិសេសគឺប្រធានបទដែលយុវជនហើយនិងបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងជាបច្ចៈថ្ងៃនេះការទៅខ្ញុំខ្លួនឯងគឺដែលមានការព្យាបាលខ្លាំងក្រោយពីខ្ញុំបានឃើញអត្ថបទចេញខ្លួនគ្នាពីកាសែតអន្តរជាតិមួយចំនួនហើយទោះជាយ៉ាងណាក៏ដោយខ្ញុំក៏មិនបានចាប់អារម្មណ៍ហើយពិចារណាទៅដល់ខ្លឹមសារនៃអត្ថបទដែលកាសែតនឹងចាប់ផ្សាយដែរតែក្រោយមកបានខ្ញុំពិនិត្យមើលម្ដងទៀតថាវាមានតាក់ទងទៅនឹងរឿងរបស់ខ្ញុំទាមទារសិក្សាច្បាប់ឬក៏ទាមទារយកកូនយកអីមកវិញជាដើមតាម comment នៅក្នុង page Facebook ជាច្រើនបាទការពិតទៅខ្ញុំភ្ញាក់ផ្អើលហើយខ្ញុំអស់សំណើចខ្លួនឯងនៅពេលដែលខ្ញុំឃើញអត្ថបទនឹងចេញមកពីព្រោះវាអត់មានតាក់ទងអីនឹងការលើកឡើងឬក៏ការបញ្ចេញទស្សនៈនៅលើទំព័រ Facebook ជាពិសេសលើសារព័ត៌មានទាំងអស់ខ្ញុំដូចជាអត់បានដឹងរឿងហើយខ្ញុំក៏ដំបូងខ្ញុំមិនគិតថាខ្ញុំត្រូវឆ្លើយតបទៅសាធារណជនដើម្បីបកស្រាយអំពីបញ្ហានេះទេក៏ប៉ុន្តែមានមជ្ឈដ្ឋានជាច្រើនដែលជំរុញឲ្យខ្ញុំថាត្រូវតែបកស្រាយពីព្រោះរឿងនេះវាតកតងទៅនឹងកេរ្តិ៍ឈ្មោះតែនឹងកិត្តិយសរបស់ខ្ញុំផ្ទាល់ផងហើយវាជារឿងដែលប៉ះពាល់ដល់ការងាររបស់ខ្ញុំដែលខ្ញុំកំពុងបំពេញនឹងផងបាទជារួមមកថាតើលោកពិតជាឪពុករបស់ម៉ាដុកជាឪពុកបង្កើតហើយបានទៅទាមទារសិទ្ធិភាពជាអ្នកគ្រប់គ្រងទៅលើកូនរបស់លោកម៉ាដុកនេះឡើងវិញឬក៏ការចេញមុខមកផ្ដល់បទសម្ភាសន៍របស់លោកទៅដល់កាសែត The Sun នេះក្នុងគោលដៅអ្វីផ្សេងវិញបាទដូចខ្ញុំបានជម្រាបហើយនឹងខ្ញុំបាន post នៅក្នុង wall របស់ account របស់ខ្ញុំដែរថាខ្ញុំមិនមានតាក់ទងនឹងប្រធានបទដែលគេកំពុងតែបញ្ចេញព័ត៌មាននឹងមកទេខ្ញុំក៏មិនមែនជាឪពុករបស់ម៉ាដាក់ដែរហើយខ្ញុំក៏មិនបានប្តឹងទាមទារភាពស្របច្បាប់អីដែរហើយខ្ញុំក៏អត់បានដឹងថាតើ The Sun តែជាកាសែតអន្តរជាតិនឹងគេបានព័ត៌មានពីណាយកមកចាប់ផ្សាយឲ្យតាក់ទងទៅនឹងបញ្ហានេះអញ្ចឹងខ្ញុំកំពុងតែឆ្ងល់ដែរហើយតើរឿងទាំងអស់នេះវាតាក់ទងគ្នាយ៉ាងណាពីព្រោះខ្ញុំកំពុងតែរកមូលដ្ឋានដើមថាតើវាមានប្រយោជន៍អ្វីដែលយករឿងទាំងអស់នេះយកមកផ្សាយឡើងវិញហើយវាតាក់ទងគ្នាយ៉ាងណាជាមួយនឹងជីវភាពសការរស់នៅរបស់ខ្ញុំកំពុងតែឆ្លងដែរហើយខ្ញុំក៏បានទទូចនៅក្នុងបណ្ដាញ Facebook សូមឲ្យសាធារណជនឬក៏មិត្តអ្នករិះគន់មេត្តារិះគន់ត្រឹមណាដែលមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់ជៀសវាងកុំឲ្យប៉ះពាល់ដល់ជីវិតឯកជនជាពិសេសខ្ញុំមិនចង់ឲ្យមានរឿងតាក់ទិនទៅដល់កេរ្តិ៍ឈ្មោះរបស់អានជីទេព្រោះខ្ញុំក៏ធ្លាប់ជាមិត្តរបស់អានជីណាជូលីដែរដូច្នេះខ្ញុំមើលទៅលើប្រធានបទហ្នឹងខ្ញុំដូចជាឆ្លងថាហេតុអីបានជាវាមានរឿងហេតុបែបនេះកើតឡើងសម្រាប់ខ្ញុំវិញអញ្ចឹងមានន័យថាកាសែត The Sun ដែលជាកាសែតដ៏ល្បីល្បាញរបស់អង់គ្លេសនេះចុះផ្សាយខុសឬក៏លោកផ្ដល់បទសម្ភាសន៍ខុសបាទខ្ញុំមិន
បានផ្ដល់បទសម្ភាសន៍ណាមួយទៅទៅសានតើតើនឹងបញ្ហានេះទេហើយទៅសានក៏មិនដឹងជាបានប្រព័ន្ធមានមកពីណាដែរដែលយកមកផ្សាយតើតើនឹងបញ្ហានេះហើយមានមិត្តមួយចំនួនក៏គេថាហេតុអីបានជាខ្ញុំមិនប្តឹងតវ៉ាចំពោះអ្នកសារព័ត៌មានតែផ្ដល់ព័ត៌មានឬក៏ផ្សព្វផ្សាយព័ត៌មានមិនពិតហើយខ្ញុំក៏ដឹងថាខ្ញុំនៅត្រង់ណាពីព្រោះខ្ញុំគ្រាន់តែជាសមាជិកធម្មតាទេហើយគេជាកាសែតអន្តរជាតិហើយជាពិសេសតើតើជាមួយនឹងតារាល្បីខ្នាតពិភពលោកអញ្ចឹងខ្ញុំមិនគួរនឹងកើតដល់ចំណុចថាត្រូវប្តឹងតបទេដូច្នេះខ្ញុំមានតែនៅស្ងៀមដើម្បីឲ្យរឿងនេះវាស្កប់ទៅវិញទៅហើយខ្ញុំក៏មិនដឹងថាមានមូលដ្ឋានណាដើម្បីទៅរកផ្លូវច្បាប់ដើម្បីឲ្យគេជួយធ្វើការទាមទារឲ្យគេបំភ្លឺលើសាច់រឿងទាំងឡាយដែលគេបានចាក់ផ្សាយនឹងដូច្នេះខ្ញុំបានត្រឹមតែទន្ទឹងចាំមើលថាតើរឿងនេះវានឹងស្ងប់ទៅវិញទៅណាអញ្ចឹងបាទខ្ញុំសោកស្ដាយនៅពេលដែលឃើញរឿងនឹងកើតឡើងដោយខ្ញុំខ្លួនឯងក៏មិនបានដឹងផងហើយប្រិយមិត្តនៅក្នុង Facebook ក៏បើយើងតាម comment ក៏ជេរខ្ញុំធ្ងន់ធ្ងរដែរតែប៉ុន្តែខ្ញុំគិតថាដោយសារគ្នាមិនមានមូលដ្ឋាននៃព័ត៌មានគ្នាបានដឹងរឿងហើយសមនឹងខ្ញុំបានចេញមកបកស្រាយផងអានេះគេរិះគន់ខ្ញុំធ្ងន់ធ្ងរដែរតែប៉ុន្តែត្រឡប់មកវិញវាជាឱកាសល្អណាស់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចេញមកបំភ្លឺនៅពេលនេះហើយគាត់មិនចង់ជម្រាបថាអ្នកចំថារឿងតាក់ទងទៅនឹងមកដល់នេះខ្ញុំមិនបានលើកឡើងមកធ្វើជាប្រធានបទដើម្បីទាមទារដើម្បីប្តឹងតវ៉ាអីទេហើយតាមសេចក្តីដែលចាត់ផ្សាយនៅតាមកាសែតហ្នឹងហាក់ដូចជាថាខ្ញុំបានដាក់ពីមិនដឹងដើម្បីទាមទារសិទ្ធិស្របច្បាប់អីទេតែដូច្នេះយើងទាំងអស់គ្នាគួរតែយល់ថាតើខ្ញុំបានដាក់ពីមិនដឹងពីកាលណាក្នុងករណីអីក៏ដឹងទាមទារហ្នឹងនៅតុលាការមួយណាពីកាលណាជួយប្រាប់ខ្ញុំផងពីព្រោះមូលហេតុនៅមូលដ្ឋានទាំងអស់នេះវាអត់មានអញ្ចឹងយើងទាំងអស់គ្នានាំគ្នាធ្វើការសន្និដ្ឋានហើយមកចោទខ្ញុំឲ្យខ្ញុំអត់ឲ្យគេឈ្មោះអញ្ចឹងសោកស្ដាយដែរខ្ញុំសោកស្ដាយមែនទែនបាទអញ្ចឹងមានន័យថាឡាលោកម៉ោញសារ៉ាត់គឺជាអ្វីទៅនឹងលោកស្រី Angelina Jolie ហើយនឹងម៉ាដុកបាទបើយើងនិយាយអំពីអតីតកាលពីខ្ញុំនៅធ្វើការជាប្រធានអង្គការហ្នឹងហើយ Jolie ក៏ជា donor របស់អង្គការយើងខ្ញុំបានដឹងថា Jolie ហ្នឹងគាត់បានសុំក្មេងដើម្បីយកទៅចិញ្ចឹមអាហ្នឹងខ្ញុំដឹងរឿងហ្នឹងក៏ប៉ុន្តែមិនជាជំរឿទេគ្រាន់តែថាដឹងរឿងថា Jolie បានសុំក្មេងក៏ប៉ុន្តែកាលនោះខ្ញុំមានដោយសារមានលក្ខណៈចិត្តស្និទ្ធក្នុងនាមម្ចាស់មូលនិធិជាមួយនឹងខ្ញុំជាអង្គការដៃគូហ្នឹងខ្ញុំនិយាយគ្នាលេងអញ្ចឹងមេធាវីរបស់គាត់ក៏ពឹងពាក់ឲ្យខ្ញុំនឹងជួយធ្វើជាអ្នកធានាដើម្បីបដូរឈ្មោះមកដកពីដើមមកដកនឹងឈ្មោះវិបុលជីវ័នក៏ប៉ុន្តែក្រោយមកគេចង់ដូរឈ្មោះទៅជាមកដក Jolie ហើយជាដើមហ្នឹងកាលហ្នឹងមិន Jolie ទេមកដក Jolie សតនដែលថ្លៃដើមរបស់គាត់ណាកាលពីសម័យហ្នឹងខ្ញុំធ្លាប់គេថាជាអ្នករៀបចំឯកសារបដូរឈ្មោះមកដកឲ្យទៅឈ្មោះជីវ័នឲ្យទៅឈ្មោះមកដកអាហ្នឹងពីកាលហ្នឹងតែប៉ុណ្្នឹងទេហើយដូចជាអត់មានរឿងអីតាក់ទងដល់ថាខ្ញុំឪពុកខ្ញុំអីណាហ្នឹងណាប៉ុន្តែដល់ពេលឮឯកសារឮព័ត៌មានចេញមកចឹងតែថាខ្ញុំទាមទារគ្រប់គ្រងមកដកក្នុងនាមជាឪពុកអីហ្នឹងគឺវាអត់យល់ដែរមិនជាគេបានព័ត៌មាននឹងមកពីគាត់ណាចឹងណាបាទតើលោកអាចបង្ហាញព័ត៌មានបានទេថាបច្ចុប្បន្នឪពុកម្ដាយរបស់ម៉ាដុកនៅទីណាទៅដូចខ្ញុំជម្រាបខាងដើមអញ្ចឹងគឺខ្ញុំបានត្រឹមតែដឹងថា Jolie គាត់មានការរៀបចំស្នើសុំក្មេងទៅយុទ្ធកម្មហើយខ្ញុំក៏អត់ដឹងពីប្រភពថាក្មេងមកពីណានៅកន្លែងណាខ្ញុំអត់ដឹងសូម្បីតែឈ្មោះក៏ខ្ញុំដឹងក្រោយដែរថាពីមុននឹងឈ្មោះវិបុលជីវ័នអញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏មិនដឹងថាគេមកពីខាងណានៅខេត្តណាយ៉ាងណាខ្ញុំអត់ដឹងទាំងអស់ទៅចំណុចហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែបានដឹងថាមេធាវីរបស់គាត់ហ្នឹងសូមឲ្យខ្ញុំជួយរៀបចំឯកសារដើម្បីដូរឈ្មោះរបស់វិបុលហ្នឹងរបស់ជីវ័នហ្នឹងឲ្យទៅជាបាត់ដកអញ្ចឹងណាហើយក៏បានរៀបចំឯកសារហ្នឹងនៅតុលាការបាត់ដំបងហ្នឹងស្រាប់រៀបចំតែនេះយើងនិយាយពីកាលឆ្នាំ2003ហើយកិច្ចការហ្នឹងវាចប់បាត់អស់ហើយចប់ហើយអស់ហើយតែប៉ុណ្្នឹងណា
បាទលោកមហោញសារ៉ាត់តើអាចទេដែលថាលោកបានបដិសេធឬក៏កែប្រែនៅចម្លើយរបស់លោកនៅវិនាទីចុងក្រោយតាមរយៈបទសម្ភាសទៅដល់ The Sun ប៉ុន្តែបានផ្លាស់ប្ដូរនៅវិនាទីចម្លើយរបស់លោកនៅវិនាទីចុងក្រោយដោយសារតែមានប្រតិកម្មពីមហាជនតាក់ទងទៅនឹងការដែលលោកទៅសុំកូនឬក៏សុំសិទ្ធិគ្រប់គ្រងកូនម៉ាដុកនេះឡើងវិញដោយសារតែពេលនេះម៉ាដុកបានខ្លាយទៅជាតារា Hollywood ឬក៏តារាភាពយន្តដែលមានអនាគតភ្លឺស្វាងទៅហើយនោះបាទខ្ញុំហូរចិត្តដែរខ្ញុំនិយាយការពិតទៅខ្ញុំការរស់នៅរបស់ខ្ញុំមានកូន3នាក់នៅក្នុងបន្ទប់រាល់ថ្ងៃហើយខ្ញុំមិនដែលបានសំបីតែគេនិយាយសពឃើញថាមកដល់ជាកូនខ្ញុំដើម្បីខ្ញុំទៀមទាមកអីយ៉ាងណាខ្ញុំគ្មានពេលណាទៅបានគិតថាត្រូវផ្លាស់ប្ដូរគំនិតឬក៏យ៉ាងណានិយាយឲ្យខ្លីទៅគឺខ្ញុំមិនដែលបានគិតដល់រឿងហ្នឹងសោះរហូតដល់ជាង10ឆ្នាំមកនេះខ្ញុំបានគិតរឿងហ្នឹងសោះទើបតែថ្ងៃនេះខ្ញុំឃើញសារព័ត៌មានវិចេញមកអញ្ចឹងខ្ញុំវាចំណាយដែរអញ្ចឹងមិនគិតឆ្លងតែរឿងនេះវាយ៉ាងណាអញ្ចឹងណាហើយសោកស្ដាយកងថាព័ត៌មានដែលផ្សព្វផ្សាយចេញមកគ្មានមូលដ្ឋានហើយវាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កិត្តិយសរបស់ខ្ញុំខ្លាំងធ្ងន់ធ្ងរមែនទែនអញ្ចឹងណាហើយតើតើទៅបញ្ហាហ្នឹងដូចជាមានពាក្យរហូតដល់ថាទៀមទាសំណង$1000ជាដើមហ្នឹងខ្ញុំវាហួសចិត្តដែរនិយាយអំពីចំនួនទឹកលុយហ្នឹងវាអត់ស័ក្តិសមជាមួយនឹងប្រធានបទអីតទៅសោះដែរបាទអញ្ចឹងជារួមទៅខ្ញុំសូមអធិស្ឋានថាអ្វីគ្រប់យ៉ាងដែលលេចលឺតាមសារព័ត៌មានតាមបណ្ដាញ Facebook អីជាដើមហ្នឹងខ្ញុំសូមបដិសេធថាខ្ញុំអត់មានតើខ្ញុំអត់បានដឹងខ្ញុំអត់ដែលនិយាយដល់អីទាំងអស់អញ្ចឹងសារព័ត៌មានហ្នឹងត្រូវតែទទួលខុសត្រូវទាំងស្រុងនៅលើអ្វីដែលគេបានចេញផ្សាយថ្ងៃនេះហើយអនាគតទៅអ្នកទាំងអស់គ្នាដែលផ្សព្វផ្សាយព័ត៌មានចេញមកដែលគ្មានមូលដ្ឋានហ្នឹងអាចប្រឈមជាមួយនឹងខាងលោកស្រី Angelina Jolie ដោយខ្លួនទីក៏យ៉ាងណាហ្នឹងខ្ញុំអត់ដឹងទេបាទជាចុងក្រោយតើលោកមានសំណុំពរចំណាចំពោះរឿងរ៉ាវចុងក្រោយតាក់ទងទៅនឹងខ្សែជីវិតរបស់ម៉ាដុកនិងលោកស្រី Angelina Jolie នឹងរូបលោកនេះបាទសម្រាប់ខ្ញុំដូចខ្ញុំនិយាយមកខាងដើមខ្ញុំអត់មានតេតិនអីគ្នាខ្ញុំអត់មានអ្វីដែលត្រូវផ្ដល់ជាសំណុំពរអីយ៉ាងណាទៅជីវិតរបស់ពួកគាត់ទេមិនជាជីវិតឯកជនរបស់ពួកគាត់ហើយពួកខ្ញុំអ្វីដែលខ្ញុំបានធ្វើកាលពីឆ្នាំ2008ក្នុងនាមខ្ញុំជាដៃគូអង្គការរវាងម្ចាស់ជំនួយជាមួយនឹងខ្ញុំហ្នឹងគឺយើងបានធ្វើចប់អស់ហើយរហូតមកដល់ពេលនេះគឺខ្ញុំអត់មានអីដែលតាក់ទងជាមួយនឹងកិច្ចការទាំងនោះទេអញ្ចឹងណាហើយបើសិនជាខ្ញុំសំណូមពរខ្ញុំគ្រាន់តែសំណូមពរទៅសាធារណជនជាពិសេសបងប្អូនយុវជនដែលនៅក្នុងបណ្ដាញ Facebook ដែលកំពុងតែតាមដានស្ដាប់ហើយនិងកំពុងតែតាម comment នៅលើ page នានាហ្នឹងសូមឲ្យយើងទាំងអស់គ្នាយល់ថាអ្វីដែលបានផ្សព្វផ្សាយចេញមកតាមបណ្ដាសារព័ត៌មាននានាហ្នឹងវាជាព័ត៌មានដែលគ្មានប្រភពវាជាព័ត៌មានដែលបង្កើតឡើងគ្រាន់ឲ្យយើងច្បុកច្បល់ទេគឺគ្មានប្រភពណាច្បាស់លាស់ទេហើយខ្ញុំខ្លួនឯងខ្ញុំឈ្មោះម៉ោញសារ៉ាត់នៅទីនេះគឺខ្ញុំអត់បានដឹងរឿងអីទាំងអស់ស្រាប់តែលេចឮព័ត៌មាននឹងមកខ្ញុំក៏ប្លែកដែរហើយអ្នកជេរអ្នកអីក៏សុំទោសទៅមិនបាច់ជេរខ្ញុំពីព្រោះខ្ញុំអត់បានដឹងរឿងតាក់ទងយកមកដល់មិនយកមកដល់ពីព្រោះមិនមែនកូនដែលខ្ញុំត្រូវតាក់ទងទៅរឿងហ្នឹងណានឹងសូមឲ្យយើងទាំងអស់គ្នាបានជ្រាបហើយបានយល់ពីបញ្ហាទាំងអស់ហ្នឹងបាទអត់ដោយសារអស់ពេលខ្ញុំសូមអរគុណលោកម៉ោញសារ៉ាត់ដែលជាអតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍខ្ញុំសូមអរគុណសូមជម្រាបលាលោកបាទ